Bà chân nơiក្នុងវីដេអូនេះបាទខ្ញុំនឹងលើកយកលំហាត់មួយតទៅនឹងការរកតម្លៃ x ណាចឹងយើងមើលលំហាត់របស់យើងនេះគេឲ្យប្រធានបាទឬការ៉េនៃ x បាទស្វ័យគុណឬការ៉េនៃ x ហើយស្វ័យគុណឬការ៉េនៃ x ស្វ័យគុណចុចទៅឬការ៉េនៃ x បន្តទៀតទៅបាទមិនដឹងបញ្ចប់នៅណាទេហើយវាស្មើនឹង9អញ្ចឹងគេឲ្យយើងរក x តើ x ស្មើនឹងប៉ុន្មានអញ្ចឹងពួកយើងមើលណាអញ្ចឹងបើយើងកលេចទៅយើងឃើញថារឹស x ស្វ័យគុណរឹស x ស្វ័យគុណរឹស x ស្វ័យគុណរឹស x ចុចទៅនេះវាស្មើនឹង9អញ្ចឹងខ្ញុំក៏អាចសរសេរបានថាបាទនៅផ្នែកខាងលើនេះណាពួកយើងវាគង់តែមានរឹស x បតង់ពីលើទៀតទេអញ្ចឹងខ្ញុំអាចសរសេរបាទគេបានរឹស x របស់យើងនេះបាទស្វ័យគុណរឹស x បាទចុចនេះវាក៏ស្មើនឹង9ដែរពួកយើងឃើញអញ្ចឹងហ៎ដោយសារនៅកន្លែងនេះបើសិនជាខ្ញុំថែមរឹស x មួយទៀតស្វ័យគុណនៅពីលើមួយទៀតកន្លែងនេះណាអញ្ចឹងវានឹងបានរឹស x ស្វ័យគុណរឹស x ស្វ័យគុណរឹស x បន្តទៀតអញ្ចឹងអាម្ដងនេះក៏ស្មើនឹង9ដែរណាអញ្ចឹងយើងមើលអញ្ចឹងបានន័យថាខ្ញុំអាចសរសេរអាប្រធានប៉ុណ្ណេះបាទទៅជាណាឃើញទេបាទទៅជារឹសការ៉េនៃ x ស្វ័យគុណ9បាទស្មើនឹង9ហើយខ្ញុំបាទចាប់ផ្ដើមបំបត្តិ x អញ្ចឹងខ្ញុំបំពាក់អង្គសងខាងអញ្ចឹងបំពាក់អង្គសងខាងបាទរឹសការ៉េនៃ x បាទស្វ័យគុណ9ហើយស្វ័យគុណបាទ1លើ9អញ្ចឹងខ្ញុំបំពាក់ស្វ័យគុណ1លើ9អង្គសងខាងណាអញ្ចឹងនេះខ្ញុំបានបាទ9ស្វ័យគុណ1លើ9បែបនេះបន្តមកទៀតពួកយើងមើលកាលណាតានេះយើងដូចបានធីគុណអញ្ចឹងអានេះយើងរៀនហាក់ទី8អញ្ចឹងអស់9ហើយវានៅសល់តែរឹសការ៉េនៃ x បាទស្មើជាមួយនឹងអានេះខ្ញុំបាន9ស្វ័យគុណ1លើ9អញ្ចឹងយើងចង់ឲ្យបាត់រឹសការ៉េយើងត្រូវបំពាក់ការ៉េអង្គសងខាងណាអញ្ចឹងខ្ញុំបាន x បាទស្មើជាមួយនឹង9ស្វ័យគុណ2នៅលើ9អញ្ចឹងបាទពួកយើងចង់ទុកប៉ុណ្ណេះក៏បានឬក៏ពួកយើងចង់អត់ចង់ទុកប៉ុណ្ណឹងទេបាទពួកយើងចង់បន្តវាទៅទៀតអញ្ចឹងខ្ញុំអាចបន្តទៅជាបាទបានរឹសការ៉េនៃ9បាទស្វ័យគុណនៃ81អធិស្ឋានបាទនៃ81អញ្ចឹងនេះគឺជាតម្លៃ x ដែលយើងរកឃើញអញ្ចឹងតើតើនឹងវីដេអូមួយនេះបាទមានតែប៉ុណ្្នឹងទេក្នុងការដោះស្រាយមកមើលទៅវាដូចពិបាកប៉ុន្តែពេលយើងដោះស្រាយទៅងាយណាអញ្ចឹងបាទអរគុណច្រើនសម្រាប់វីដេអូនេះ